ទឹកចិត្តប្របីពេកសូលីកាបរិច្ចាគ9លាន999,999 រៀលជួយកុមារកម្ពុជាស៊ីនរ៉ាមែនមានរសជាតិតំណាងប្រទេសកូរ៉េតារាចម្រៀងស្រីដែលមានឈ្មោះបោះសម្លេងក្នុងស្រទាប់យុវវ័យអ្នកនាងពេជ្រសូលីកាបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជិត10លានរៀលតាមរយៈមន្ទីរពេទ្យគន្ធបុប្ផានៅក្នុងយុទ្ធនាការ 10000 រៀល 10000 នាក់ដើម្បីកុមារកម្ពុជាដោយសាធារណជនកម្ពុជាបានជ្រាបហើយថាយុទ្ធនាការ 10000 រៀល 10000 នាក់ដើម្បីកុមារកម្ពុជាបានត្រឡប់មកវិញសារជាថ្មីម្ដងទៀតនៅក្នុងឆ្នាំ2026យុទ្ធនាការនេះរៀបចំឡើងនៅក្នុងគោលបំណងរួមតែមួយដើម្បីជួយទៅដល់កុមារទារកនិងស្ត្រីមានផ្ទៃពោះដែលកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យជាមួយគ្នានេះអ្នកនាងពេជ្រសូលីកាដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបក៏បានចូលរួមគាំទ្រយ៉ាងពេញទំហឹងនៅក្នុងព្រឹត្តិការណ៍មនុស្សធម៌មួយនេះដែលបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន 9,999,999 រៀលក្រោមឈ្មោះគួងស្រីពេជ្រដែលជាឈ្មោះផ្លូវការរបស់អ្នកនាងការចូលរួមរបស់សិល្បករក្នុងស្រុករូបនេះគឺជាការបើកផ្លូវសម្រាប់ការចូលរួមជាបន្តបន្ទាប់ទៀតសម្រាប់អ្នកសិល្បៈផ្សេងមិនថាតិចឬច្រើននោះទេការចូលរួមរបស់សាធារណជនខ្មែរនាពេលនេះគឺជាក្តីសង្ឃឹមដ៏ធំធេងសម្រាប់ទារកតូចៗនិងកុមារព្រមទាំងស្ត្រីមានផ្ទៃពោះជាច្រើនអ្នកដែលកំពុងស្ថិតក្រោមការព្យាបាលរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាស៊ីនរ៉ាមែនមានរសជាតិតំណាងប្រទេសកូរ៉េ